ត្រាំទល់ទំរេះចេះរបេះក្បាច់យកអ្នកសារព័ត៌មានក៏ដូចជាបុគ្គលិកនៅក្នុងសេតវិមានធ្វើជានុយសម្រាប់អ៊ីរ៉ង់តែម្ដងពាក់ព័ន្ធទៅនឹងបញ្ហានេះកាលពីកន្លងទៅដោយដែលយើងដឹងហើយថាគឺអ៊ីរ៉ង់ធ្វើការគំរាមក៏ដូចជាចង់ធ្វើគេលោកត្រាំខ្លាំងមែនតើរហូតដល់ថ្ងៃមួយលោកត្រាំក៏ភ័យខ្លាចថកស្លុតពាក់ព័ន្ធទៅនឹងរឿងអ្វីដែលអ៊ីរ៉ង់គំរាមថានឹងសម្លាប់លោកត្រាំឥឡូវយើងទៅតាមដានដឹងមើលថាតើត្រាំទាល់តម្រេះចេះរបេះក្បាច់អ្នកសារព័ត៌មានធំលេងត្រាំចំហើយថាយកអ្នកសារព័ត៌មានធ្វើជានុយសម្រាប់ឲ្យអ៊ីរ៉ង់វេប្រហារយកតែរួចខ្លួនឯងចឹងទៅបងប្អូនឥឡូវយើងទៅតាមដានដឹងមើលសារព័ត៌មានធំលើពិភពលោកចោទត្រាំថាខ្លួនឯងបដូរយន្តហោះជីព្រោះភ័យអ៊ីរ៉ង់ធ្វើឃាតតែយកអ្នកកាសែតធ្វើនុយណាបងប្អូននេះគឺជាអ្វីដែលអ្នកសារព័ត៌មានធំលើពិភពលោកលេងចំហើយថាត្រាំនេះភ័យខ្លាចខ្លាំងមែនទែនរហូតយកអ្នកកាសែតនេះធ្វើជានុយដើម្បីនឹងរំដោះខ្លួនចេញពីការធ្វើឃាតពីសំណាក់អ៊ីរ៉ង់ទីបំផុតប្រធានាធិបតីអាមេរិកដូណាល់ត្រាំសារភាពហើយថាលោកពិតជាបដូរយន្តហោះជិះដោយសម្ងាត់មែនណាខ្លាចបងព្រោះភ័យខ្លាចណាព្រោះភ័យរងធ្វើឃាតខ្លាចដែរណាយើងកាលណាដែលមានសត្រូវច្រើននឹងគឺជាតែភ័យខ្លួនចឹងឯងបងក្រោយចាក់ចេញពីកិច្ចប្រជុំកំពូលអង្គការ NATO នៅប្រទេសទូគីកាលពីចុងខែមុនទោះបីជាយ៉ាងណាក៏ដោយទង្វើរបស់ប្រមុខសេតវិមានកំពុងបញ្ឆេះឲ្យមានកំហឹងនិងការរិះគន់ស្ដីបន្ទោសយ៉ាងចាស់ដៃពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយធំលើពិភពលោកដូចជាណាបងប្អូនប្រព័ន្ធផ្សព្វផ្សាយអ្នកសារព័ត៌មានផ្សព្វផ្សាយលើពិភពលោកនេះលេងលោកត្រាំមួយទំហឹងហើយនរណាមិនខឹងបើលេងយកអ្នកសារព័ត៌មានធ្វើជានុយឲ្យអ៊ីរ៉ង់សម្លាប់នោះបងប្អូនដូចជា Reuters CNN Washington Post និង New York Times ដោយចោទថាណាកាសែតនេះគឺសែតល្បីតែម្ដងលោកបានប្រើប្រាស់ក្រុមអ្នកកាសែតដែលតាមយកព័ត៌មានរួមដំណើរជាមួយធ្វើជានុយណាមិនមែនជានុយធម្មតាទេណាបងប្អូនយកអ្នកសារព័ត៌មានយកជីវិតមនុស្សធ្វើជានុយណាបងប្អូនរឿងនេះក៏ជារឿងមួយដែលធ្វើឲ្យរកត្រាំដែរបាត់បង់នៅប្រជាប្រិយភាពកាន់តែខ្លាំងហើយណាបងប្អូនទាំងខ្លួនលោកផ្ទាល់នោះបានបដូរយន្តហោះជិះដើម្បីកិច្ចពីការធ្វើឃាតរបស់អ៊ីរ៉ង់ហើយឲ្យអ្នកកាសែតជិះក្នុងយន្តហោះដែលជាគោលដៅវាយប្រហារដើម្បីបញ្ឆោតណាបងប្អូននេះគឺជារឿងមួយដែលត្រាំនេះគឺជាមនុស្សដែលដាច់អហង្ការជាទីបំផុតនិងជាមនុស្សដ៏អាក្រក់នៅក្នុងក្រសែភ្នែកអ្នកក្រសែតហើយនៅពេលនេះតាមការផ្សាយរបស់ Washington Post លោកត្រាំបានប្រើប្រាស់យន្តហោះថ្មីដែលជាអំណោយពីប្រទេសកាតាដើម្បីធ្វើដំណើរទៅកាន់ទីក្រុងអង្ការ៉ាសម្រាប់កិច្ចប្រជុំកំពូលអង្គការ NATO ប៉ុន្តែលោកបានបដូរទៅប្រើប្រាស់យន្តហោះ Air Force One ស៊េរីចាស់វិញនៅពេលចាក់ចែងបន្ទាប់ពីលោកត្រាំបានឡើងជិះយន្តហោះ Air Force One ស៊េរីចាស់នៅចំពោះមុខកាមេរ៉ារបស់អ្នកសារព័ត៌មានក្នុងក្រុងអង្ការ៉ារួចមកលោកត្រូវបានគេលួចបញ្ជូនជាសម្ងាត់តាមរយៈរថយន្តដឹកមហូបនៅអាកាសយានដ្ឋានទៅកាន់យន្តហោះខ្នាតតូចមួយទៀតប្រភេទ Air Force One C-32A ណាបងប្អូនយកលោកត្រាំទៅដាក់នៅក្នុងរថយន្តដឹកមហូបដូរគោលដៅទៅយន្តហោះថ្មីដើម្បីគេចចេញពីក្រសែភ្នែកលបលួចធ្វើឃាតពីសំណាក់អ៊ីរ៉ង់ណាបងប្អូនយន្តហោះC-32A នោះបានហោះហើរទៅកាន់ចក្រភពអង់គ្លេសហើយទៅដល់នៅវេលាម៉ោងប្រហែល 10:20 នាទីយប់ខណៈយន្តហោះ Air Force One ស៊េរីចាស់ដែលដឹកអ្នកកាសែតអ្នកព័ត៌មានឯនោះបានទៅដល់ប្រហែលនាទីក្រោយមកណាបងប្អូនបើសិនជាអ៊ីរ៉ង់វាយប្រហារទៅលើយន្តហោះដែលមិនមែនជាលោកត្រាំជិះវិញណាអ៊ីរ៉ង់នឹងមានបញ្ហាធំណាបងប្អូនណាអ៊ីរ៉ង់នឹងមានបញ្ហាធំតែបើសិនជាវាយប៉ះលោកត្រាំណាគឺអត់ទេលោកត្រាំគឺដឹងតែស្លាប់តែម្ដងការបដូរនៅនាទីចុងក្រោយនេះធ្វើឲ្យជីវិតអ្នកសារព័ត៌មានក្នុងយន្តហោះប្រឈមហានិភ័យព្រោះតែការវាយប្រហាររបស់អ៊ីរ៉ង់ហើយលើលោកត្រាំកំពុងរងការរិះគន់មិនសំចៃមាត់ឡើយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនេះណាធ្វើភ្លើងណាបងប្អូនធ្វើឲ្យភ្លើងនេះកាន់តែក្រៅហើយនៅពេលនេះលោកត្រាំលេងប៉ះអ្នកណាមិនលេងទៅលេងប៉ះអ្នកកាសែតទៀតហើយណាយកជីវិតអ្នកកាសែតនឹងធ្វើជានុយដើម្បីនឹងកិច្ចខ្លួនណាបងប្អូនមិនជារឿងធម្មតាទេជុំវិញរឿងខាងលើអង្គភាពព័ត៌មានអន្តរជាតិធំកំពុងជជែកវែកញែកយ៉ាងក្តៅគគុកថា
សកម្មភាពនេះអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ក្រុមអ្នកសារព័ត៌មាននិងបុគ្គលិករដ្ឋបាលដែលធ្វើដំណើររួមគ្នានៅលើជើងហោះហើរប្រធានាធិបតីលោកអារុន Black អ្នកសារព័ត៌មានជាន់ខ្ពស់របស់ CNN បានឲ្យដឹងថាក្រុមអ្នកកាសែតមានអារម្មណ៍ថាពួកគេត្រូវបានគេធ្វើដាក់ប្រៀបដូចជានុយរងចាំត្រីធំមកស៊ីណាបងប្អូននេះគឺជាសម្ដីរបស់អ្នកសារព័ត៌មាន CNN ជាន់ខ្ពស់មួយរូបណាគាត់បានថាលោកត្រាំធ្វើនេះនឹងប្រៀបបានដូចជាយកអ្នកកាសែតណាធ្វើជានុយអញ្ចឹងរងចាំតែត្រីធំនឹងមកស៊ីនោះទេណាបងប្អូននេះគឺជារឿងមួយដែលលោកត្រាំដាក់នុយមកនុយមិនមែនជានុយធម្មតាទេគឺនុយជីវិតមនុស្សនុយអ្នកកសែតទៀតណាបងប្អូនតែអីរងហ៊ានវាយប៉ះអ្នកកសែតនោះគឺលោកត្រាំនោះមិនទុកមុខឲ្យទេគូលលាយតំណងណាបងប្អូនហើយបញ្ហានេះបើសិនជាអីរងវាយមួយទៀតក៏អីរងនោះក៏ខូចឈ្មោះខ្លាំងដែរមិនមែនជារូបធម្មតាទេគូនុយនេះគឺនុយធំណាស់ឥឡូវយើងបន្តទៀតចិនអះអាងជាថ្មីកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាមិនពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃឡើយណាបងប្អូនមួយកំភ្លៀងបងប្អូនមួយកំភ្លៀងផ្អៀងក្រុងបាងកកណាពាក់ព័ន្ធទៅនឹងរឿងនេះគឺមួយកំភ្លៀងផ្អៀងក្រុងបាងកកតែម្ដងរឿងចិនបញ្ជាក់ច្បាស់ហើយណារឿងកិច្ចសហប្រតិបត្តិការយោធាជាមួយខ្មែរនឹងគឺអត់មានរឿងពាក់ព័ន្ធរវាងចំនួនខ្មែរហើយនិងថៃទេថៃកុំបាច់20ណាមួយកំភ្លៀងចិននេះគឺផ្អៀងក្រុងបាងកកឥឡូវយើងទៅតាមដានដឹងមើលថាចិនដាក់មួយក្បាច់នេះគឺថៃនឹងភ័យញ័រជើងយ៉ាងណាវិញណាចិនបញ្ជាក់ឲ្យថៃកុំភ័យអសោះមិនមែនពាក់ព័ន្ធទៅនឹងរឿងថៃនោះទេណាបងប្អូននេះនាំពាក្យក្រសួងការបរទេសចិនលោកគូចៃគុនស្គមតែអានអញ្ចឹងណាបងប្អូនបានឲ្យដឹងកាលពីថ្ងៃពុធទី12ខែសីហាថាក្នុងនាមជាមិត្តល្អរបស់កម្ពុជានិងថៃប្រទេសចិនតែងតែខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងឲ្យមានការចរចាសន្តិភាពនិងលើកទឹកចិត្តឲ្យប្រទេសទាំងពីរសម្រេចបាននូវបទឈប់បាញ់គ្នាក្នុងពេលឆាប់ៗព្រមទាំងស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញនេះបើយោងតាមសារព័ត៌មានចិន Global Times ការលើកឡើងរបស់លោកគូបានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយចំពោះកិច្ចសហប្រតិបត្តិការឧបករណ៍យោធារវាងចិននិងកម្ពុជាដោយលោកបានបញ្ជាក់ច្បាស់ថាចិនសង្ឃឹមយ៉ាងមុតមមថាកម្ពុជានិងថៃនឹងដើរលើផ្លូវតែមួយនិងដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីតាមរយៈការពិគ្រោះយោបល់ដោយមិត្តភាពលោកគូបានគូសបញ្ជាក់បន្ថែមថាចិនគឺជាអ្នកជិតខាងដ៏ល្អរបស់ទាំងកម្ពុជានិងថៃហើយការធ្វើកិច្ចសហប្រតិបត្តិការលើឧបករណ៍យោធាជាមួយនឹងប្រទេសទាំងពីរគឺជាកិច្ចការធម្មតាតាមទម្លាប់ប៉ុណ្ណោះណាបងប្អូនដល់ពេលចិនទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃគឺថៃអត់មានលឺមិនបើទេដល់ពេលតាចិនមកធ្វើកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងខ្មែរវិញណាគឺថៃនេះវាកឈិញឈោចម៉ាញតែម្ដងពោះកញ្ជ្រោលតែម្ដងចង់ដឹងពីរឿងពិតថាម៉េចបានជាទៅធ្វើកិច្ចសហប្រតិបត្តិការយោធាសពាវុធជាមួយនឹងខ្មែរណាចង់ដឹងតែធ្វើនេះវាមានបញ្ហាពាក់ព័ន្ធទៅនឹងរឿងថៃអត់វាខ្លាចបងប្អូនលោកបានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការយោធានេះមិនមែនធ្វើឡើងដើម្បីតម្រង់ទិសដៅឬប្រឆាំងនឹងភាគីទី3ណាមួយឡើយហើយក៏គ្មានទំនាក់ទំនងអ្វីទាល់តែសោះទៅនឹងបញ្ហាចំនួនព្រំដែនរវាងកម្ពុជានិងថៃដែរភាគីចិនតែងតែរក្សាការប្រស្រ័យទាក់ទងយ៉ាងស្មោះត្រង់ជាមួយភាគីទាំងពីរហើយទាំងកម្ពុជានិងថៃសុទ្ធតែបានយល់ច្បាស់អំពីជំហរមួយនេះរបស់ចិនណាសង្ឃឹមថាថៃយល់ប៉ុណ្ណឹងមួយកំភ្លៀងពីអៀងក្រុងបាងកកនេះកុំអោយវាឆ្ងល់ច្រើនពេកណាថៃនឹងវាឆ្ងល់ណាស់សំបីតែរឿងរត់ក្រោះចិនឲ្យខ្មែរនឹងក៏វាឆ្ងល់វាភ័យវាព្រួយដែរណាបងប្អូនជាចុងក្រោយអ្នកនាំពាក្យរូបនេះបានរំលឹកថាកម្ពុជានិងថៃគឺជាអ្នកជិតខាងនឹងគ្នាទាំងបច្ចុប្បន្ននិងទៅអនាគតហើយការដោះស្រាយចំនួនព្រំដែនឲ្យបានសមស្របនិងឆាប់រហ័សគឺជាការបម្រើដល់ផលប្រយោជន៍រួមនិងវែងឆ្ងាយសម្រាប់ប្រជាជននៃប្រទេសទាំងពីរលោកបានអះអាងជាថ្មីថាប្រទេសចិននៅតែត្រៀមខ្លួនជាស្រេចក្នុងការបន្តដើរតួនាទីយ៉ាងសកម្មនិងស្ថាបនាដើម្បីជួយសម្រួលដល់ដំណើរការសន្តិភាពរវាងប្រទេសជិតខាងទាំងពីរនេះថៃត្រៀមព្រមានកាត់បន្ថយទំនាក់ទំនងយោធាជាមួយអាមេរិកលើរដ្ឋបាលត្រាំហ៊ានដំឡើងពាន់ណាតាអាមេរិកហ៊ានណាតាអាមេរិកអាហ៊ានហ្នឹងគឺថៃលេងហើយបងថៃត្រៀមគម្រាមអាមេរិកពាក់ព័ន្ធទៅនឹងរឿងកាត់បន្ថយទំនាក់ទំនងពាក់ព័ន្ធទៅនឹងរឿងយោធាណាបងគឺថៃនេះមិនដឹងជាស៊ីអីទេគឺខ្លាំងណាស់កាចណាស់ឥឡូវនោះហ៊ានណាស់ឥឡូវយើងបន្តតាមដានមើល
យោងតាមប្រព័ន្ធព័ត៌មានផ្សាយដោយ The Nation នៅថ្ងៃពុធទី12ខែសីហាឆ្នាំ2026ថៃចង់ប្រមានទៅសហរដ្ឋអាមេរិកថាទីក្រុងបាងកកនឹងកាត់បន្ថយទំនាក់ទំនងយោធាជាមួយទីក្រុង Washington បើសហរដ្ឋអាមេរិកនៅតែដំឡើងពន្ធលើថៃនេះគឺជាការគំរាមនិងជាការប្រមាថណាថានឹង CA ស៊ីពេចតែម្ដងស៊ីពេចស៊ីបកគោលភ្លើងមួយដើម$2000ក៏មិនដឹងបានកាចយ៉ាងនេះមន្ត្រីថៃក្នុងជួររដ្ឋាភិបាលតែសុំមិនបញ្ចេញឈ្មោះបាននិយាយថាបើរដ្ឋបាលលោកដូណាល់ត្រាំនៅតែបន្តដំឡើងពួនមែនទីក្រុងបាងកកក៏រៀបចំរួចហើយដែរនឹងប្រមានទៅអាមេរិកតែម្ដងថាម៉េចចេះខ្លួននឹងកាត់បន្ថយទំនាក់ទំនងផ្នែកការពារជាតិក្នុងនោះក៏ប្រហែលជានឹងប៉ះពាល់ដល់សមយុទ្ធពោះវែកមាសសមយុទ្ធអីគូកាចមិនឈ្មោះសមយុទ្ធពោះវែកមាសដែលជាលំហាត់យោធាជាប្រវត្តិសាស្ត្រដ៏សំខាន់រវាងសម្ព័ន្ធមិត្តទាំងពីរថែមទៀតផងយោងតាមប្រភពដដែលរឿងនេះត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំសម្ងាត់មួយហើយវាកើតឡើងមុនពេលប្រទេសទាំងពីរបើកការចរចាផ្នែកពាណិជ្ជកម្មជាមួយគ្នានាចុងខែនេះគណៈថៃកំពុងក្តៅស្លឹកត្រចៀកព្រោះថាបើកិច្ចចរចាប្រាជ័យហើយអាមេរិកនៅតែដាក់ពន្ធខ្ពស់មែននោះច្បាស់ជាបង្កការខូចខាតដល់សេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរហើយណាវិបត្តិសេដ្ឋកិច្ចកំពុងតែក្តៅខ្លាំងនៅក្នុងស្រុកថៃផងណាខឹងអាមេរិកផងចង់តម្លើងពន្ធអីទៀតមានរឿងចុយម៉ែលើណាថៃគេថាអញ្ចឹងបងទោះបីជាយ៉ាងណាក៏ដោយរឿងនេះមិនទាន់មានការឆ្លើយតបពីសំណាក់រដ្ឋាភិបាលថៃទេហើយក៏មិនទាន់មានប្រតិកម្មអ្វីដែរពីភាគីអាមេរិកកាលពីខែកក្កដារដ្ឋបាលលោកត្រាំបានប្រកាសអត្រាពន្ធនាំចូលថ្មីលើដៃគូពាណិជ្ជកម្មជាង60ប្រទេសដោយថៃស្ថិតនៅក្នុងក្រុមដែលត្រូវជាប់ពន្ធ 12.5% អត្រានេះស្មើនឹងវៀតណាមប៉ុន្តែខ្ពស់ជាងកម្ពុជាម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីណាគឺវាខឹងណាស់ពេលណាដែលឃើញខ្មែរយើងវាទៀបជាងវាបងប្អូនថៃវាអត់សុខព្រមទេណាតែហ៊ានតឡើងទៀតវាខឹងខ្មែរផងវាខឹងអាមេរិកផងនឹងឯងដែលជាប់ពាក្យពន្ធត្រឹម 10% ប៉ុណ្ណោះដែលការនេះធ្វើឲ្យការប្រកួតប្រជែងរបស់ថៃធ្លាក់ចុះណាបងប្អូន IEA បន្ទាបការព្យាករណ៍ផ្គត់ផ្គង់ប្រេងនៅឆ្នាំ2026ម្ដងទៀតខណៈលោកត្រាំអះអាងថាអាមេរិកកំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz ជារឿងពិតឬក៏ជារឿងប្រឌិតណាបងប្អូនពាក់ព័ន្ធទៅនឹងរឿងលោកត្រាំឬក៏ដូចជាអាមេរិកណាអះអាងថាគ្រប់គ្រងច្រកសមុទ្រហ្មងបើសិនជារឿងពេទ្យវិញអីរងមិននៅស្ងៀមទេបងពាក់ព័ន្ធទៅនឹងបញ្ហានេះអីរងនឹងលេងព្យុះលេងផ្គរលេងភ្លេងជាមួយនឹងអាមេរិកទៀតហ្នឹងឥឡូវយើងទៅតាមដានមើលថាជាការពិតឬក៏ជាគ្រាន់តែជារឿងប្រឌិតទីភ្នាក់ងារធម្មពលអន្តរជាតិណាបងប្អូនដែលហៅកាត់ថា IEA បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួននៅថ្ងៃទី12ខែសីហាថាការផ្គត់ផ្គង់ប្រេងសកលក្នុងឆ្នាំ2026នឹងត្រូវកាត់ផ្តាច់ប្រមាណជាង4លានបារ៉ែលក្នុងមួយថ្ងៃឬក៏ស្មើនឹងប្រមាណ 4% ដោយសារតែចំនួនប្រដាប់អាវុធនៅតំបន់មេឈិមបូពីបានផ្ទុះឡើងជាថ្មីកាលពីខែកក្កដាបញ្ហានេះកំពុងរុញច្រានសេដ្ឋកិច្ចពិភពលោកឲ្យធ្លាក់ចូលកាន់តែជ្រៅក្នុងវិបត្តិកង្វះខាតថាមពលដ៏គ្រោះថ្នាក់យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters និង Anadolu Agency ទីភ្នាក់ងារ IEA បានបញ្ជាក់ថាដោយសារកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz និងផ្លូវនាវាចរ Bab el-Mandeb បងធ្វើឡើងវិញដោយសុវត្ថិភាពនៅតែស្ថិតនៅក្នុងភាពទល់ច្រក IEA ត្រូវតែបង្ខំចិត្តទម្លាក់តួលេខព្យាករណ៍ការផ្គត់ផ្គង់ប្រេងសកលសម្រាប់ចុងឆ្នាំ2026នេះជាថ្មីម្ដងទៀតការធ្លាក់ចុះនៃការផ្គត់ផ្គង់រហូតដល់ជាង4លានបារ៉ែលក្នុងមួយថ្ងៃនេះគឺអាក្រក់ជាងការព្យាករណ៍ពីមុនកាលពីខែកក្កដាដែលធ្លាប់ព្យាករណ៍ត្រឹមតែជាង3លានបារ៉ែលក្នុងមួយថ្ងៃហើយវាបានធ្វើឲ្យទំហំផ្គត់ផ្គង់សរុបទូទាំងពិភពលោកធ្លាក់មកត្រឹមជាង102លានបារ៉ែលក្នុងមួយថ្ងៃដែលជាកម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរបាយការណ៍ព្យាករណ៍ឆ្នាំនេះជាមួយគ្នានេះកាលពីថ្ងៃទី11ខែសីហាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថាលោកមិនដែលទុកចិត្តប្រទេសអ៊ីរ៉ង់ឡើយណាលោកត្រាំគេនិយាយថាគាត់នឹងមិនដែលទុកចិត្តអ៊ីរ៉ង់សូម្បីតែត្រឹមមកសរសៃសោះណាអត់ដែលទុកចិត្តទៅតែសោះយើងដឹងហើយអ៊ីរ៉ង់ក៏លេងវិញដែរថាលោកត្រាំនេះតែងតែដោលោកខោនដោជាទូសម្ដែងធ្វើដូចពិតចឹងហើយអ៊ីរ៉ង់ហ្នឹងក៏អត់ដែលទុកចិត្តលោកត្រាំ
ស្មើនឹងប្រប៉ិនសរសៃសក់ដែរគឺអត់ទុកចិត្តគ្នាទេអត់ទុកចិត្តគ្នាទៅវិញទៅមកតែគឺគាត់ថាលើនោះគឺនៅត្រង់កណ្ដាលណាអត់ទាន់មានខាងណាលើកដៃវាយខាងណាទេតែវាយទៀតគឺវាយទៀតតែវាយម្ដងនេះគឺមិនមែនវាយធម្មតានេះគឺវាយផ្ដាច់តែម្ដងណាបងប្អូនហើយទីក្រុង Washington បានក្តាប់ស្ថានភាពនៅផ្លូវទឹកយុទ្ធសាស្ត្រនោះរួចស្រេចហើយលោកត្រាំបានសង្កត់ធ្ងន់ថានៅពេលនេះអាមេរិកកំពុងគ្រប់គ្រងលើច្រកសមុទ្រ Hormuz ទាំងស្រុងពួកគេមិនមានអំណាចគ្រប់គ្រងអ្វីទេគូបញ្ជាក់ថាតំបន់មេឈីមបូព៌ាបានធ្លាក់ចូលទៅក្នុងសង្គ្រាមនិងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងធ្ងន់ធ្ងរចាប់តាំងពីការប្រជុំមុខដាក់គ្នារវាងអាមេរិកអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានទុះឡើងកាលពីចុងខែកុម្ភៈការមិនទាន់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយរវាងទីក្រុងតេហេរ៉ង់និងទីក្រុង Washington ព្រមទាំងការស្ទះចរាចរណ៍នៅច្រកសមុទ្រ Hormuz កំពុងបន្តវាយប្រហារយ៉ាងខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលនិងសេដ្ឋកិច្ចពិភពលោកទាំងមូលណារឿងនេះគឺជារឿងដែលលោកត្រាំអះអាងថាបានគ្រប់គ្រងលើច្រកសមុទ្រ Hormuz ទាំងស្រុងតែម្ដងណាបងប្អូននេះគឺជាព័ត៌មានអន្តរជាតិល្អតំណងនៅក្នុងវីដេអូនេះបងប្អូនហើយព័ត៌មាននេះគឺមានតែប៉ុណ្្នឹងឯងបើសិនជាមានការលើសលួសខុសឆ្គងស្ដាប់ទៅមិនពេញចិត្តមិនសមរម្យត្រង់ចំណុចណាមួយខ្ញុំក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនក៏សូមគោរពជម្រាបលានិងសូមអរគុណសម្រាប់ការចូលរួមតាមដានទេសនាទាំងអស់គ្នាផងណាបងប្អូន